មានចៅគឺបាននៅក្នុងគ្រួសារយើងអស់រយៈពេលជាច្រើនឆ្នាំហើយគាត់តែងតែចិត្តល្អនិងស្មោះត្រង់តើហេតុអ្វីបានជាគាត់ហ៊ាននិយាយបែបនោះដាក់ទៅកាន់មីងស៊ីបើសិនជាបែបនេះមែននោះគឺត្រូវតែហៅគាត់មកដោះស្រាយឲ្យដឹងគ្នាម្ដងមានរឿងអ្វីកើតឡើងមែនទេមីងគួរតែអង្វរសុំការអភ័យទោសទៅលោកម្ចាស់បាននិយាយថារឹកពីរបស់មីងចំពោះអ្នកនាងមីងស៊ីមិនល្អនោះទេខ្ញុំមិននឹកស្មានថាលោកម្ចាស់ផ្អាកការប្រជុំដោយសារតែការសាកសួររឿងនេះនោះទេអញ្ចឹងឬខ្ញុំមិនជឿថាគាត់នឹងបណ្ដេញខ្ញុំចេញពីការងារដោយសារតែរឿងតូចតាចបែបនេះនោះទេយ៉ាងច្រើនគាត់គ្រាន់តែណែនាំខ្ញុំប៉ុណ្ណោះលើសពីនេះទៀតខ្ញុំក៏បាននៅទីនេះជាយូរណាស់មកហើយដែរលោកម្ចាស់តើខ្ញុំអាចចូលទៅបានទេហើយខ្ញុំបានដឹងពីអ្វីដែលមីងបាននិយាយខាងក្រៅវាគ្រាន់តែជារឿងតូចតាចទេនេះត្រឹមតែជារឿងតូចតាចទេមែនទេមីងបានធ្វើលើសព្រំដែនជាអ្នកថែទាំហើយតើមីងហ៊ានហាមមាត់និយាយថានេះគឺជារឿងតូចតាចបានដោយរបៀបណាទៅនេះតើមីងដឹងទេថារឿងតូចតាចរបស់មីងនេះធ្វើឲ្យមីងស៊ីនេះតើមានរឿងអ្វីកើតឡើងចំពោះមីងស៊ីទៅវាគ្មានអ្វីទេមីងស៊ីគឺរត់ចេញពីផ្ទះដោយសារតែរឿងរ៉ាវទាំងអស់នេះតើឲ្យខ្ញុំប្រាប់ម៉ាក់ដោយរបៀបណាទៅថាមីងចៅបានធ្វើឲ្យហ្វូយ៉ានស៊ីអះអន់ចិត្តនោះវាមិនមែនជាលើកទី1ឯណាដែលមីងស៊ីបានរត់ចេញពីផ្ទះនោះតើហេតុអ្វីបានជាកូនខឹងម្លេះនៅថ្ងៃនេះវាគ្រប់គ្រាន់ហើយយកលុយហើយចាក់ចេញទៅមីងចាងនេះតើការឲ្យគាត់ទៅសុំទោសមីងស៊ីមិនគ្រប់គ្រាន់ទេឬហេតុអ្វីបានជាត្រូវបណ្ដេញគាត់ចេញលោកម្ចាស់ខ្ញុំចាក់ចេញទៅមីងស៊ីការប្រឡងឈរមាសចិត្តមកដល់ហើយអ្នកដែលផ្ទេរពីការសិក្សាអាចស្នើសុំការលើកលែងប្រឡងបានតែខ្ញុំបានយល់គ្រប់យ៉ាងអស់ហើយខ្ញុំក៏ចង់ឃើញស្តង់ដារបច្ចុប្បន្នរបស់ខ្ញុំដែរខ្ញុំបានដាំផ្កាបាន66ដើមមកហើយអញ្ចឹងខ្ញុំមិនអាចធ្វើឲ្យវាខកខានបានឡើយនេះតែឯងមិនដឹងទេថាថ្នាក់អន្តរជាតិគឺតែងតែនៅលេខរៀងក្រោយគេមានមនុស្ស350នាក់នៅក្នុងថ្នាក់ទាំង3នៅដរាបណាខ្ញុំជាប់លេខ20គឺវាមិននៅលេខរៀងក្រោយគេនោះទេនេះតើនាងកំពុងយល់សប្តិឬចៅមីងស៊ីដល់ពេលហើយតើឯងចង់ទៅចុះឈ្មោះធ្វើជាពិធីករសម្រាប់វិធីបុណ្យសាលានៅខាងមុខដែរទេអ្នកគ្រូនៅថ្នាក់សិល្បៈហេតុអ្វីបានជាខ្ញុំឯងគឺជាស្រីស្អាតប្រចាំសាលានៅក្នុងឆ្នាំនេះវិជាប្រយោជន៍របស់ឯងគឺកើនខ្លាំងណាស់អញ្ចឹងទៅត្រូវតែជាឯងតើឯងបានឃើញនៅលើវេទិកាមិញនេះដែរទេចៅមីងស៊ីអាចជាវិធីការនីនៅក្នុងឆ្នាំនេះមិនខានទេនេះអ្នកកំពុងតែដណ្ដើមតំណែងជាវិធីការនីរបស់ចៅយន់មែនទេហើយថែមទាំងដណ្ដើមងារជាស្រីស្អាតប្រចាំសាលាថែមទៀតផងនេះតើមានរឿងអ្វីកើតឡើងនឹងខ្ញុំមិនបាននិយាយថាខ្ញុំចង់ដណ្ដើមអ្វីគ្រប់យ៉ាងពីចៅយន់នោះទេមីងស៊ីខ្ញុំបានលើថានាងគឺជាវិធីការនីនៅក្នុងឆ្នាំនេះវេទិកានានាកំពុងតែឈ្គួតទៅហើយអ្វីទៅជាវិធីការនីនោះយល់ព្រមមានតែរូបរាងបែបនេះទេដែលសមលក្ខណៈសាលារបស់យើងបានសូមកុំមើលតែរូបរាងខាងក្រៅគ្មានស្រីដែលពាក់ម៉ាដែលផ្ទេរមកពីថ្នាក់ធម្មតាគ្មានផ្លូវដែលនាងប្រឡងបាននេះទេល្អជាងស្រីស្អាតប្រចាំសាលាមុននោះទេនេះតើអ្វីដែលធ្វើឲ្យឯងគិតថានីតិរបស់ចៅមីងស៊ីមិនល្អដូចជាចៅយន់នោះបើនាងគឺជាអ្នកទទួលបាននីតិល្អទាំង3នៅក្នុងថ្នាក់ធម្មតាហើយយ៉ាឈប់ឆ្លោះគ្នាទៅជិតដល់ពេលដែលប្រឡងឈរមីហើយរងចាំតែមើលលទ្ធផលទៅពួកឯងមានអីល្អទៅហើយឯងថាអ្នកណាគឺជាក្មេងស្រីពាក់ម៉ាស់នោះក្មេងស្រីពាក់ម៉ាស់មែនទេលោកគ្រូបារម្ភថាខ្ញុំនឹងរៀនអន់ដូចជាអ្នកគ្រប់គ្នាតែអ្នកគ្រប់គ្នាគិតថាខ្ញុំរៀនមិនឆ្លាតដូចជាចៅយន់នោះទេសម្រាប់ការប្រឡងឈរមាសលើកនេះខ្ញុំចង់ដឹងថាអ្នកណាទៅគឺជាអ្នកពាក់ម៉ាស់ឲ្យប្រកាសសូមកុំបារម្ភអីដល់ពេលរហ័សថ្ងៃត្រង់ទៅហើយឋានសួគ៌និងផែនដីគឺអស្ចារ្យណាស់តែបាយឆ្អិនគឺអស្ចារ្យបំផុតចៅអដានឹងជាទ្រឹស្ដីស្អីគេទេនេះអញកុំរំខាននាងអីអញ្ចឹងខ្ញុំទៅហាងកាហ្វេមុនហើយណាម៉ាស់តើគឺខំប្រឹងរៀនអញ្ចឹងទៅខ្ញុំនឹងធ្វើជាអ្នកគ្រប់គ្រងនាងហើយខ្ញុំបានត្រួតពិនិត្យសំណួររបស់ខ្ញុំលឿនជាងមុនហើយថែមទាំងត្រឹមត្រូវ90%ទៀតផងនេះចៅមីងស៊ីខិតខំរៀនយ៉ាងនេះថានាងពិតជាចង់ដណ្ដើមតំណែងជាវិធីការនីរបស់ចៅយន់មែនទេនេះឯងនៅក្នុងថ្នាក់ណាឲ្យប្រកាសទៅបានជាឯងទៅកាន់ជើងនៅខាងក្រៅមិនអីទេខ្ញុំមិនប្រកាន់ឡើយ
តែហេតុអ្វីបានជាលោកខឹងជាងខ្ញុំអញ្ចឹងឬមួយក៏នាងឈប់គិតពីអ្វីដែលមិនសមហេតុសមផលទៅហើយខ្ញុំខឹងពីព្រោះតែនាងគឺជាមនុស្សដែលនៅក្រោមបង្គាប់របស់ខ្ញុំដោយនាងត្រូវបានគេធ្វើបាបនៅចំពោះមុខខ្ញុំណាយល់ទេហើយអ្វីខ្ញុំខិតខំប្រឹងប្រែងយ៉ាងនេះតែចុងក្រោយខ្ញុំបានត្រឹមតែជាអ្នកនៅក្រោមបង្គាប់របស់ Foyensi មែនទេអញ្ចឹងបន្តមកតើលោកនឹងចាប់ផ្ដើមធ្វើវានៅពេលណាអ្វីនៅពេលណាខ្ញុំបានប្រាប់ហើយថាខ្ញុំមិនចូលចិត្តទេខ្ញុំមិនចូលចិត្តអ្វីខ្ញុំគ្រាន់តែចង់សួរគាត់ថាពេលណាដែលគាត់ចាត់ទុកខ្ញុំជាអ្នកក្រោមបង្គាប់របស់គាត់តើហេតុអ្វីបានជាគាត់មានមុខក្រហមអញ្ចឹងហេថ្នាក់ចាប់ផ្ដើមហើយណាហេតុអ្វីបានជានាងសួរសំណួរអ្វីចម្លែកយ៉ាងនេះនេះតើពេលណាទើបនាងសារភាពដាក់ខ្ញុំទៅ